ngày xưa đây thì dân ngọc nia hồi mà dạ ní cứ đầy tia sàn trắng có sóc có chân tên nào từ tôi thầy lên tới hay dân ở bên tên nào ngay theo vì con lồng chân đấy bị chặt đen nhom trắng này ở lại dân tới từ ngọc nia ngày là dân chi mà đó lên bài dân có châu cái lạnh pu chiên thì tới đầm bài cọt sọc con ai pu bị thủ con khỏi trắng àแต่chẳng té rốt ắt rồi là chẳng dân sọc con chẳng năng ngày là pu cọt sọc con ai đã mà cheat mà ở Việt Tân là bài nghe rồi hàng này dân tranh cho tam thằng yêu vật của tăng cái bọt chuyên đại từ khổ tới chỉ này nó cứ khang xây sọc khang chụp tiêu hay chỉ cho thoáng tiết tới đó spin quạt còng thì vậy nó cứ lòng tới cho con lồng chân này là dân từ một cái Việt Nam phần ngọc này xây miền này mơ tây tại khán hà chỉ ca mưa để dân mơ tới ở rộng dân o để lấy mơ ca mơ sọc kê sọc anh trắng lời dân thưa từ nào mà dân dù đá của bạn chỉ mà đó khang của đã xây sọc ấy tao bây xây sọc ấy cho đó phun chưa tiền lại tao má đó tiền quạt còng thì bay này để dân thời lạng từ con lồng chân từ chiếc ca miên nặng chắn ok lời dân từ một cam việt ngọc nàyต่อไปยังเพื่อตนาอยากไปอยู่ได้ยังก็มาดอลสเปียนกอดกรองที่ใบมันเลยจะเลยกอดกรองที่ใบไงยังบดขันช่วยได้แต่ทำใบเวียงวงมูดำไม่ล้างกับเลยสเปียนกอดกรองที่ใบนั่งให้ตอบไปได้ยังล้างดอลสเปียนกอดกรองที่ใบนั่งยังจีเตยไปข้างสัตว์โบว์เนี่ยก็ไตยังเตยทองให้ยังบดช่วยได้โจเตยพุ่มจองกอដើម្បីទៅជាការមានយើងទៅស្ទូចថៃធ្វើអីញ៉ាំនៅនឹងចឹងណាឥឡូវយើងទៅមើលស្កៅពីទាំងអស់នេះអូខេនឹងហើយឥឡូវយើងក៏បានឡើងមកដល់ស្ពានហើយស្ពានផ្លូវវត្តក្រងទី3ហ្នឹងហើយអញ្ចឹងយើងធ្វើដំណើរទៅឡើងលើទៅត្រង់ទៅធំហ្នឹងគឺទៅសត្វវក៏តែយើងអាចទៅធំរហូតទេដោយសារយើងចូលស្ទូចត្រូវចូលស្ទូចនៅកោះលំចិនអញ្ចឹងណាអញ្ចឹងពេលឡើងទៅដល់លើស្ពានហ្នឹងវាមានផ្លូវបែកនៅលើកោះលំចិនហ្នឹងយើងក៏បត់ឆ្វេងដៃទៅដើម្បីទៅជាការមានខ្ញុំហើយជាការមានខ្ញុំដែរវាស្ថិតនៅខាងចំកោះលំចិនណាវាអត់នៅកណ្ដាលកោះចិនឬមួយក៏ក្បាលកោះទីគឺនៅចំកោះតែម្ដងអញ្ចឹងពេលយើងឡើងលើស្ពានកោះទី3ហ្នឹងហើយដល់ភ្លើងបែកជា4នៅលើកោះចិនយើងបត់មកឆ្វេងដៃដើម្បីមកជានីខាងចុងកោះវិញប្រទេសភាពក៏ខូដែរណាផ្លូវស្អាតដែរវាយើងជិះទៅវារំលែករីឡែកដែរចឹងហ្នឹងហើយឥឡូវយើងដល់ផ្លូវបែកជា4នៅលើកោះលំចិនហ្នឹងហើយយើងត្រូវបត់ឆ្វេងដែរទៅដើម្បីចូលទៅភូមិចុងកោះហ្នឹងណាខាងហ្នឹងគេហៅថាកោះលំចិនដូចគ្នាតែគេហៅចុងកោះអញ្ចឹងណាឥឡូវយើងតទៅក្នុងភូមិហ្នឹងហើយឥឡូវយើងក៏បានចូលមកដល់ចកាមានហើយចកាមានហ្នឹងយើងជិះតាមក្រួយផ្ទះម្ចាស់ដីគេហ្នឹងទៅក្រួយទៀតអញ្ចឹងប្រហែលជា30-40ម៉ែត្រយើងដល់អូដល់បឹងនៅក្រួយហ្នឹងហើយឥឡូវយើងក៏មកដល់ឡៃស្ទូចហើយយើងកំពុងរៀបចំវាយតុកវាយកអីដើម្បីទុកអង្គុយនឹងធ្វើម្ហូបញ៉ាំអញ្ចឹងណាឥឡូវយើងទៅមើលសកម្មភាពតទៀតបន្ទាប់ពីយើងវាយតុកវាយអីហើយគឺយើងរៀបចំនុយដើម្បីស្ទូចថៃហើយនេះឥឡូវយើងកំពុងតែដាក់យកហើយតែបន្ទាប់ពីស្ទូចអស់រយៈពេល1ម៉ោងគឺគ្មានបានត្រីទេបានតែមកគ្រាប់ទេអញ្ចឹងក៏ដាច់ចិត្តថាយើងទៅផ្ទះចាប់ព្រួយទៅទិញសាច់គោទុកស្លោប្រើឲ្យទៅឥឡូវយើងក៏ចាប់ដើមយកវ៉ាន់ចេញពីតាមដើម្បីរៀបចំ
ស្លអញ្ចឹងព្រោះស្ទូចថៃលេងបានហើយឥឡូវកាច់ហ្គាសដើម្បីដាំបាយហើយគោលដៅអត់បានដូចចិត្តមែនឥឡូវយើងបង្កាត់ហ្គាសដើម្បីដាក់ដាំបាយមុនហើយបន្តមកបានយើងឆាថៃខហើយនឹងស្លស្ងោរជ្រក់សាច់គោនឹងឯងព្រោះអីមុនដំបូងថាស្ងោរជ្រក់ថៃដល់ពេលស្ទូចថៃបានទិញសាច់គោស្ងោរជ្រក់ប្រហើយទៅកាត់លឿនឆាប់បានញ៉ាំអញ្ចឹងណាឥឡូវយើងទៅមើលចុងភៅទាំងអស់គ្នាហើយថ្ងៃហ្នឹងខ្ញុំយកអាទាខ្ញុំមកឲ្យវាស្លឲ្យញ៉ាំអញ្ចឹងណាហ្នឹងឯងទាំងអស់ហ្នឹងសុទ្ធតែគ្រឿងស្លយើងហើយមានក្រូចឆ្មាខ្ទឹមសដេងស្លឹកក្រូចសើចហ្នឹងដែលដាក់មកមួយសេតតែម្ដងមួយម្ទេសមួយស្ករវិជែងឥឡូវវាអង្គដាក់ដាំបាយសិនហើយបន្ទាប់មកចាំយើងស្លទៅតាមក្រោយអូខេឥឡូវយើងទៅមើលសកម្មភាពកប៉ៃកប៉កអង្គកំប៉ុងទាំងអស់គ្នាដូចមានអារម្មណ៍ថាសប្បាយបន្តិចវល់បន្តិចអីតែវាជាការ relax មួយដែរអញ្ចឹងណាលើបាយយើងក៏បានឆ្អិនហើយយើងចាប់ផ្ដើមធ្វើម្ហូបម្ដងឲ្យបេះដូងគាត់ហាន់សាច់គោអីដើម្បីស្ងោរជ្រក់អូយ cool ហ្មងជាតិហ្មងបាយនៃការមានឥឡូវយើងទៅមើលសកម្មភាពស្លទាំងអស់គ្នា3មុខនឹងជាតិសាហាវហ្នឹងហើយឥឡូវបាយក៏ឆ្អិនម្ហូបក៏ឆ្អិនហើយមានស្ងោរជ្រក់សាច់គោភ្លាសាច់គោម៉ាន់តិចហើយនឹងថៃខដែលយើងចៀនច្រឡំឆាវាឲ្យក្តៅឆ្ងាញ់អញ្ចឹងណាអើយប៉ណ្ណឹងពីរអ្នកល្មមជាតិហ្មងដើរលេងអីចុងសប្តាហ៍ធ្វើអីញ៉ាំនៅជាការវាប៉ណ្ណឹងជាតិតែម្ដងហ្នឹងហើយឥឡូវយើងបានញ៉ាំអាហារហើយអីហើយយើងក៏រៀបចំតុដើម្បីទៅផ្ទះវិញដែរព្រោះវាថ្ងៃហើយវាក្តៅដែរហើយម៉ោង 2:10 ជាងហើយអូខេអរគុណសម្រាប់ការមើលកំសាន្តនៃវីដេអូមួយនេះហើយកុំភ្លេចជួយ like ផងដើម្បីឲ្យមានទឹកចិត្តចេញវីដេអូថ្មីអញ្ចឹងណាមិន MMO ធ្វើយកលុយទេតែគាត់តែចង់បាន like អីច្រើនដើម្បីឲ្យគ្នាយើងផ្សេងមានអារម្មណ៍ក្នុងការចំណាយពេលវេលាទៅធ្វើម្ហូបញ៉ាំដើម្បីទទួលបានអារម្មណ៍ល្អនៅថ្ងៃចុងសប្តាហ៍អញ្ចឹងណាអូខេវីដេអូមានតែប៉ុណ្្នឹងទេអរគុណបាយបាយ